ថ្ងៃនេះពីអ្នកអូក៏មកបាញ់ដីស្រូវបាទពុកមេបងប្អូនដោយសារតែរដូវខែនេះហើយគឺរដូវបន្រោះចឹងណាបន្រោះរួចមកវាក់ហើយប៉ុន្តែនៅសល់នាងអុកនេះមកបាញ់ដីពុកសិនបាទមុននឹងយើងព្យួរយើងត្រូវបាញ់ថ្នាំសម្លាប់ស្មៅសិនបានវាស្អាតពុកមេបងប្អូនហើយយើងអត់បានបាញ់ថ្នាំវាអាចថាពិបាកយ៉ាងម៉េចកាលណាទៅយើងព្យួរទៅអាចទៅណាស់លុបស្មៅទៅស្រូវមិនតាន់ដោះស្មៅវាលះខៀវមួដោយសារតែស្មៅគឺវាលឿនខ្លាំងមែនទេណារឿងដោះនេះមិនដូចថ្នាំយើងទេពិបាកឥឡូវក៏រាំងទៀតក៏មីក៏ស្លាស់ឲ្យច្រេញទៀតពុកមេបងប្អូនហើយក៏ដីក្រៀមក៏ក្រោះបាញ់ថ្នាំមិនដឹងឡាប់មិនដឹងអីទេនេះហ่าអូយនិយាយថាទន្លងវិញក៏ដឹងដោះដឹងអីទេចប់ហើយវគ្គនេះដោយសារតែខាងខ្ញុំគឺខ្សត់ភ្លៀងខ្លាំងមែនទែនបានមកមីថ្ងៃនោះឯងដល់ទៅពេលបានមកមីរួចហាក់ស្ងាត់ឲ្យឈឹងព្រួយមកទៀតទេពុកមេបងប្អូនកំពុងដាំទន្លងនោះថាភ្លៀងឯងហើយទន្លងមានដុតភ្លាមដោះភ្លាមណាក្រងទីតួមកអាទិត្យអីនោះពុកមេបងប្អូនដល់ពេលវាភ្លៀងហាប់ដីលុបគល់លុបអីទៅកន្លងទន្លងដូចជារាំងចង់ដើមយើងរាំងអន់ដោយសារតែដើមផ្សំទុកយូរឬចោះដល់ចោះទៅក៏ពិបាកដែរណាពុកមេបងប្អូនហើយការបាញ់ថ្នាំរបស់ខ្ញុំនេះគឺប្រើក្បាលបាញ់បាទពុកមេបងប្អូនលក្ខណៈថាយើងទិញអាម៉ូទ័រអាអេនោះណាមកដល់ក៏ដាក់ឆរក៏ស្រួលមួយយ៉ាងដែរអាក្បាលបាញ់ថ្នាំនេះខ្ញុំទិញយូរណាស់ហើយអាក្បាលបាញ់ទឹកបាញ់អេនេះទិញតាំងពីឆ្នាំតូទេហើយក៏មានបងប្អូនខ្លះក៏ថាប្រើអាតិចទូជាអត់សូវខ្លាំងទេញីរួមតោបងប្អូនបើខ្ញុំប្រើគឺបងប្អូនអាចមើលបានណាខ្លាំងដែរណាដាក់តោចង់បែកស្យោដែរពុកមេបងប្អូនក្រោយទៅពេលនេះក៏បាញ់ដីពុកហើយក៏មកចូលដីខ្ញុំម្ដងហើយយើងមកហូបបាយសិនមុននឹងបាញ់ទៀតកណ្ដាលថ្ងៃត្រង់មកដល់ក៏ហូបបាយហូបអីក្នុងអូឡើងដៃឡើងជើងក៏ចាប់ផ្ដើមនឹងស្រូតហូបបាយរបស់យើងក៏មានអីទេមានតែពងទានិងបុកប្រហុកបាទអត់បានរត់ទៅពាំងទេទៅពាំងណាទៅពាំងបានតិចមួយក៏ស្ងោហូបបបោស្រុកស្រែយើងហូបទៅប៉ុណ្ណេះក៏បានរួចមកពេលដែរតែពេលហូបបាយរួយក៏ចាប់ផ្ដើមស្រូតនឹងបានទៅផ្ទះបាទពុកមេបងប្អូនបាញ់ដីខ្ញុំម្ដងហើយនេះដីខ្ញុំរាំងស្មៅក្រាស់ចឹងដីពុកបើដីពុកវិញស្ដើងស្មៅតែបាញ់ឲ្យជូកឯងឲ្យបានវាឡាប់ល្អប៉ុន្តែបាញ់ពេលរាំងចេះសង្ស័យថ្នាំគឺអត់ងាប់ទេស្មៅពុកមេបងប្អូនហើយយើងបាញ់នេះពេលដីស្ងួតទៀតកណ្ដាលថ្ងៃត្រង់បើបាញ់ពីព្រឹកក៏គិតអីទេបើលក្ខណៈថាមកពីផ្ទះក៏ពិបាកឆ្លងទឹកឆ្លងអីក៏យឺតចោះទៀតរឹមទៅដល់ចង្ការបើស្រូវព្រោះមុនអត់សូដោះល្អទេពុកមេបងប្អូនហើយដោះបាត់ដោះឃើញចឹងណាដល់ចោះក៏ធ្វើការរាំងបាក់ទឹកចិត្តដែរហើយរាំងចេះទៀតទៅលងក៏ងាប់ទៀតក៏អំបិលបាត់ទៅហើយកសិករយើងមានអីទេគឺយ៉ាប់តែម្ដងហើយដោយសារតែរឿងធម្មជាតិនេះខែភាសាក៏រងចាំទឹកភ្លៀងនេះឯងដល់ពេលខែប្រាំងយើងក៏ត្រូវការខែភាសាត្រូវការវាអត់មកហើយវីដេអូនេះដែរក៏ខ្ញុំថតកាត់ទេហើយបាញ់ថ្នាំខ្ញុំគឺជិតហើយដល់វគ្គបង្ហើយនេះដល់ទៅពេលរួចក៏ចាប់ផ្ដើមសាយូសាអីដើម្បីទៅផ្ទះទៅសំបែងនេះពុកមេបងប្អូនអើយមានអីគឺនៅតាមព្រាយអញ្ចេះហើយវីដេអូខ្ញុំបាទក៏មានតែប៉ុណ្ណេះពុកមេបងប្អូនអើយចាំជួបគ្នានៅពេលក្រោយ